តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន United 24 នៅថ្ងៃទី15 ខែមីនា ឆ្នាំ 2025 អ្នកស្ម័គ្រចិត្តអន្តរជាតិកំពុងផលិតដ្រូន AI Mothership ដើម្បីជួយអ៊ុយក្រែនឲ្យឈ្នះសង្គ្រាមដ្រូននៅក្នុងបន្ទប់ក្រោមដីចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីផ្នែកជួរមុខរបស់អ៊ុយក្រែនក្រុមវិស្វករមើលយ៉ាងយកចិត្តទុកដាក់គណៈដែលយន្តហោះគ្មានមនុស្សបើកកំពុងមានតម្រូវការក្នុងចំណោមពួកគេមានអ្នកស្ម័គ្រចិត្តមកពីចក្រភពអង់គ្លេសសហរដ្ឋអាមេរិកនិងលើសពីនេះអ្នកខាងក្រៅបានប្រែក្លាយអ្នកច្នៃប្រឌិតស្មរភូមិការរចនាយន្តហោះគ្មានមនុស្សបើកដែលមិនត្រឹមតែពង្រីកផ្នែកជួរមុខវាប្រហាររបស់អ៊ុយក្រែនប៉ុណ្ណោះទេប៉ុន្តែក៏បង្ហាញពីព្រំដែនថ្មីនៃសង្គ្រាមដែរបញ្ញាសិប្បនិម្មិតនៅក្នុងរយៈពេលជាង3ឆ្នាំនៃសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនទេសភាពបានផ្លាស់ប្ដូរស្ទើរតែទាំងស្រុងទៅនឹងយន្តហោះគ្មានមនុស្សបើកប៉ុន្តែជាមួយទៅនឹងការផ្លាស់ប្ដូរនោះបាននាំមកនូវគ្រោះថ្នាក់ថ្មីមួយកន្លែងដែលមានទីតាំងលេនដ្ឋាននិងកំភ្លើងធំធ្លាប់ជាកន្លែងសម្រាប់មនុស្សច្រើនបំផុតនៅលើសមរភូមិពេលនេះប្រតិបត្តិការយន្តហោះគ្មានមនុស្សបើកបានចូលរួមក្នុងបញ្ជីគោលដៅសំខាន់ៗរបស់រុស្ស៊ីវិស្វករកំពុងខិតខំអភិវឌ្ឍយន្តហោះគ្មានមនុស្សបើកដែលអាចវាយប្រហារពីចម្ងាយនិងជ្រាបចូលទៅក្នុងខ្សែយោធារុស្ស៊ីដើម្បីការពារប្រតិបត្តិការទាំងនេះនិងពង្រឹងសមត្ថភាពរបស់អ៊ុយក្រែននៅក្នុងចំណោមការច្នៃប្រឌិតដ៏ជោគជ័យបំផុតគឺ Mothership Vertical Take-off and Landing Drone ឬហៅកាត់ថា VTOL និង AI Powered Drone ទាំងពីរត្រូវបានរចនាឡើងដើម្បីលើសពីដែនកំណត់ពីមុននិងធ្វើបដិវត្តសង្គ្រាមអ្វីទៅជាលក្ខណៈពិសេសរបស់យន្តហោះគ្មានមនុស្សបើក Mothership នៅខាងក្នុងដែលប្រើដោយកងវារៈស្នាធំពិសេសទី3របស់អ៊ុយក្រែនក្រុមវិស្វករវ័យក្មេងដែលខ្លះមកពីប្រទេសអ៊ីឡង់និងសហរដ្ឋអាមេរិកកំពុងធ្វើការទៅលើយន្តហោះគ្មានមនុស្សបើកប្រភេទ VTOL ស្លាបថេរដែលមានសមត្ថភាពដើរតួជាមេមិនដូចទៅនឹងយន្តហោះគ្មានមនុស្សបើក FPV ស្តង់ដារដែលទាមទារការគ្រប់គ្រងដោយផ្ទាល់និងមានជួរកំណត់ភាពជាមធ្យមទាំងនេះអាចផ្ទុកដ្រូនតូចៗជាច្រើនហើយបំពេញវានៅពាក់កណ្ដាលជើងហោះហើរដើម្បីវាប្រហារទៅលើគោលដៅឆ្ងាយហួសពីការឈានដ៏ធម្មតាយន្តហោះគ្មានមនុស្សបើក VTOL ហោះឡើងនិងចុះចតបញ្ឈរដូចទៅនឹងអធម្មភេកចក្រដែលធ្វើឲ្យពួកវាមានភាពចម្រុះក្នុងស្ថានភាពសមរភូមិដោយហេតុថានៅក្នុងសមរភូមិលេនដ្ឋាននិងជួរបណ្ដោះអាសន្នផ្លូវរត់មិនតែងតែជាជម្រើសនោះទេវិស្វករយន្តហោះគ្មានមនុស្សបើកនៃកងវារៈស្នាធំពិសេសមកពីសហរដ្ឋអាមេរិកបានមានប្រសាសន៍ថាយន្តហោះគ្មានមនុស្សបើកនេះអាចដើរតួនាទីជាមេជាពិសេសអាចដាក់ដ្រូនតូចៗនៅលើវាហោះវាចេញហើយបន្ទាប់មកអ្នកអាចទម្លាក់ដ្រូនតូចៗនៅពេលដែលអ្នកនៅឆ្ងាយតាមរយៈការរួមបញ្ចូលឧបករណ៍បញ្ជូនសញ្ញានៅក្នុងដ្រូន VTOL ប្រតិបត្តិការអាចពង្រីកការឈានដល់ពួកគេយ៉ាងខ្លាំងជំនួសឲ្យការបង្ខំឲ្យដាក់ទីតាំងរបស់ពួកគេនៅជិតផ្នែកខាងមុខអ្នកបើកបរយន្តហោះគ្មានមនុស្សបើកអាចចាប់ផ្ដើមពីចម្ងាយដែលមានសុវត្ថិភាពជាងមុនពួកវាក៏ដើរតួនាទីជាមេគុណកម្លាំងផងដែរការបាញ់បង្ហោះមួយអាចដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកតូចៗជាច្រើនដែលមានន័យថាការវាយប្រហារកាន់តែច្រើនជាមួយទៅនឹងអាកាសយានិកតិចដែលមានហានិភ័យពួកគេក៏អាចត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារដោយសម្របសម្រួលវិស្វករមកពីសហរដ្ឋអាមេរិកបានបញ្យល់ទៀតថាយន្តហោះគ្មានមនុស្សបើក Mothership ចម្ងាយពី10ទៅ15គីឡូម៉ែត្រពីទីតាំងបាញ់បង្ហោះហើយដ្រូនអាចហោះហើរបានចម្ងាយ10ទៅ15គីឡូម៉ែត្រពីយន្តហោះដូច្នេះយើងកំពុងនិយាយពីចម្ងាយសរុបពី20ទៅ30គីឡូម៉ែត្រសម្រាប់ប្រតិបត្តិការដែលបានក្លាយទៅជាគោលដៅសំខាន់កាន់តែខ្លាំងឡើងនេះគឺសំខាន់ខ្លាំងណាស់កងកម្លាំងរុស្ស៊ីកំពុងតាមប្រមាញ់ក្រុមយន្តហោះគ្មានមនុស្សបើកយ៉ាងសកម្មដោយប្រើប្រាស់សង្គ្រាមអេឡិចត្រូនិកនិងការវាយប្រហារជាក់លាក់លទ្ធភាពនៃការរស់រានមានជីវិតរបស់ពួកគេកាន់តែមានច្រើនក្រុមការងារជឿជាក់ថាពួកគេអាចមានដ្រូន Fathership ដែលមានមុខងារពេញលេញក្នុងរយៈពេល1ខែដោយមានការកែលម្អបន្ថែមដូចជាយន្តការទម្លាក់យន្តហោះគ្មានមនុស្សបើកក្នុងពេល2ទៅ3ខែប៉ុន្តែការរចនាយន្តហោះគ្មានមនុស្សបើកទំនើបគ្រាន់តែជាបញ្ហាប្រឈមមួយប៉ុណ្ណោះមួយទៀតគឺការធ្វើមាត្រដ្ឋានផលិតកម្មវិស្វករអ៊ុយក្រែនមកពីកងវារៈស្នាធំទី3បានមានប្រសាសន៍ថាស្ទើរតែគ្មាននរណាម្នាក់នៅក្នុងប្រទេសអ៊ុយក្រែនចូលរួមក្នុងការអភិវឌ្ឍដ្រូន VTOL ព្រោះវាត្រូវការពេលវេលាច្រើននិងត្រូវការធនធានច្រើន
ចំពោះយន្តហោះគ្មានមនុស្សបើក AI លើពីយន្តហោះគ្មានមនុស្សបើកវិស្វករនៅអ៊ុយក្រែនកំពុងជំរុញព្រំដែននៃយន្តហោះគ្មានមនុស្សបើកដែលដំណើរការដោយ AI ដែលជាការអភិវឌ្ឍដែលអាចធ្វើឲ្យយន្តហោះគ្មានមនុស្សបើកពីសម័យដើមលេងប្រើបានមិនដូចទៅនឹងយន្តហោះគ្មានមនុស្សបើកធម្មតាដែលពឹងផ្អែកទៅលើប្រតិបត្តិការរបស់មនុស្សនិងសញ្ញាពីចម្ងាយយន្តហោះគ្មានមនុស្សបើក AI កំណត់អត្តសញ្ញាណនិងធ្វើការវាយប្រហារដោយស្វ័យភាពវិស្វករនៅអ៊ុយក្រែនបាននិយាយទៀតថាវាគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះមុនពេលដែលយើងប្រើប្រាស់យន្តហោះគ្មានមនុស្សបើកទាំងអស់នៅលើ AI ឬនៅក្នុងរបៀបពាក្យកណ្ដាលស្វ័យប្រវត្តិផ្នែកមួយនៃការងារគឺធ្វើឡើងដោយប្រតិបត្តិការហើយផ្នែកផ្សេងទៀតគឺធ្វើឡើងដោយសិប្បនិម្មិតអត្ថប្រយោជន៍ធំបំផុតគឺជាអ្វីយន្តហោះគ្មានមនុស្សបើក AI ឆ្លងកាត់ការរារាំងប្រព័ន្ធអេឡិចត្រូនិកដែលជាបញ្ហាប្រឈមដ៏សំខាន់បំផុតមួយដែលកងកម្លាំងអ៊ុយក្រែនកំពុងប្រឈមវិស្វករនៅអ៊ុយក្រែនបានពន្យល់ទៀតថាឥឡូវនេះយន្តហោះដ្រូន Jammer គឺជាបញ្ហាដ៏ធំមួយដែលរារាំងយើងពីការវាយប្រហារទៅលើរុស្ស៊ីប៉ុន្តែបញ្ញាសិប្បនិម្មិតនាំយន្តហោះគ្មានមនុស្សបើកទៅកាន់គោលដៅហើយវាយប្រហារវាដោយមិនពឹងផ្អែកទៅលើសញ្ញាឬអាចរារាំងយន្តហោះគ្មានមនុស្សបើក AI នៅតែស្ថិតនៅក្នុងការអភិវឌ្ឍដំបូងប៉ុន្តែអ៊ុយក្រែនកំពុងនាំមុខគេក្នុងការច្នៃប្រឌិតយន្តហោះគ្មានមនុស្សបើកជាមួយទៅនឹងសង្គ្រាមដែលជំរុញឲ្យមានការរីកដុះដាលនៃយន្តហោះគ្មានមនុស្សបើកដែលមិនធ្លាប់មានពីមុនមកអ៊ុយក្រែនត្រូវបានកំណត់ឲ្យផលិតយន្តហោះគ្មានមនុស្សបើកជាង4លានគ្រឿងក្នុងឆ្នាំ2024ផ្លាស់ប្ដូរការប្រយុទ្ធនៅលើដែនអាកាសសមុទ្រនិងនៅលើដីអ្នកជំនាញមួយចំនួនបានព្យាករណ៍ថាយន្តហោះគ្មានមនុស្សបើកនៅលើដីអាចនឹងកាន់តែមានសារៈសំខាន់ជាងយន្តហោះគ្មានមនុស្សបើក FPV នាពេលអនាគតដែលធ្វើសង្គ្រាមស្វ័យប្រវត្តិបន្ថែមទៀតចំពោះទស្សនៈនាពេលអនាគតសង្គ្រាមយន្តហោះគ្មានមនុស្សបើកបានផ្លាស់ប្ដូរសមរភូមិរបស់អ៊ុយក្រែនរួចទៅហើយប៉ុន្តែអ្វីនឹងកើតឡើងបន្ទាប់អាចជាបដិវត្តកាន់តែច្រើនការរួមបញ្ចូលប្រព័ន្ធ AI កំពុងបង្កើនល្បឿននៅក្នុងល្បឿនមួយដែលអាចផ្លាស់ប្ដូរសង្គ្រាមលើសពីអ្វីដែលយើងអាចស្រមៃនាពេលបច្ចុប្បន្នបានសម្រាប់ពេលនេះអ្នកស្ម័គ្រចិត្តទាំងនេះជាច្រើនអ្នកដែលមានអាយុត្រឹមតែ20ឆ្នាំប៉ុណ្ណោះបន្តធ្វើការពិសោធន៍និងកែលម្អការបង្កើតរបស់ពួកគេដោយដឹងថារបបកំហើញនីមួយៗអាចមានន័យខុសគ្នារវាងការរស់រានមានជីវិតនិងការបំផ្លិចបំផ្លាញនៅលើសមរភូមិការងារដែលកំពុងធ្វើនៅថ្ងៃនេះនិងលាក់កំបាំងទាំងនេះកំពុងបង្កើតអនាគតនៃការប្រយុទ្ធនិងមិនត្រឹមតែនៅក្នុងប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេប៉ុន្តែសម្រាប់យោធានៅជុំវិញពិភពលោកនៅពេលដែលអ៊ុយក្រែនប្រយុទ្ធដើម្បីសេរីភាពរបស់ខ្លួនការរួមបញ្ចូលគ្នានៃប្រព័ន្ធ AI យន្តហោះគ្មានមនុស្សបើកMothership និងយុទ្ធវិធីធ្វើសង្គ្រាមជំនាន់ក្រោយគឺធានាថាកងកម្លាំងរបស់ខ្លួននៅតែដើរទៅមុខមួយជំហានទៀតអ្វីដែលចាប់ផ្ដើមជាការសម្របខ្លួនយ៉ាងអស់សង្ឃឹមចំពោះសង្គ្រាមឥឡូវនេះបានប្រែក្លាយទៅជាការប្រណាំងសពាវុធដែលអ៊ុយក្រែនដោយមានជំនួយពីសម្ព័ន្ធមិត្តអន្តរជាតិតាំងចិត្តនឹងថាឈ្នះងាកទៅចាប់អារម្មណ៍ការវាយប្រហាររបស់រុស្ស៊ីឯនោះវិញរុស្ស៊ីបានធ្វើការវាយប្រហារទៅលើអ៊ុយក្រែនដោយយន្តហោះគ្មានមនុស្សបើកចំនួន178គ្រឿងពេញមួយយប់ដោយផ្ដោតទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលកងកម្លាំងការពារអ៊ុយក្រែនបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកចំនួន130គ្រឿងក្នុងចំណោម178គ្រឿងរបស់រុស្ស៊ីដែលបានបាញ់បង្ហោះទៅកាន់អ៊ុយក្រែនក្នុងអំឡុងពេលនៃការវាយប្រហារមួយយប់នៅថ្ងៃទី14ខែមីនាដែលរួមបញ្ចូលការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធការវាយប្រហារនេះជួបពាក់ព័ន្ធទៅនឹងមីស៊ីលប្លង់ Iskander-M ចំនួន2គ្រាប់ដែលបានបាញ់ចេញពីតំបន់ Kursk និងយន្តហោះគ្មានមនុស្សបើកប្រភេទ Shahed ចំនួន178គ្រឿងរួមជាមួយទៅនឹងយន្តហោះគ្មានមនុស្សបើកជាច្រើនប្រភេទ UAV នេះបញ្ជូនទៅតាមកងកម្លាំងការពារដែនអាកាសរបស់ប្រទេសអ៊ុយក្រែនការវាយប្រហារបានចាប់ផ្ដើមនៅម៉ោង 7:30 នាទីយប់មកនៅក្នុងស្រុកនៅថ្ងៃទី14ខែមីនាហើយបានបន្តពេញមួយយប់រុស្ស៊ីបានធ្វើការបាញ់បង្ហោះដ្រូនពីទីតាំងជាច្រើនរួមមានទីតាំង Orel, Millerovo, Kursk តំបន់ Prayan តំបន់ Primorsko-Akha នៅក្នុងប្រទេសរុស្ស៊ីក៏ដូចជា Choda នៅតំបន់គ្រីមៀដែលកាន់កាប់ដោយរុស្ស៊ីកងទ័ពអាកាសអ៊ុយក្រែនបានរាយការណ៍ថាពួកគេបានធ្វើការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកប្រភេទ Shahed 130និងដ្រូន UAV ផ្សេងទៀតនៅលើតំបន់អ៊ុយក្រែនចំនួន14ដែលរួមមានតំបន់ Kharkiv, Poltava ទីក្រុង Sumy ទីក្រុង Chernihiv ទីក្រុង Cherkasy ទីក្រុង Kyiv ទីក្រុង Sutomy ទីក្រុង Kremenski ទីក្រុង Kirovohrad ទីក្រុង Dnipropetrovsk តំបន់ Donetsk និងទីក្រុង Zaporizhzhiaយន្តហោះគ្មានមនុស្សបើករុស្ស៊ីចំនួន38គ្រឿងបន្ថែមទៀតត្រូវបានរាយការណ៍ថាបានបាត់បង់ពីទីតាំងដោយមិនបង្កការខូចខាតអ្វីឡើយ
ការវាយប្រហារនេះបានបណ្ដាលឲ្យមានការខូចខាតនៅក្នុងតំបន់ Dnipropetrovsk ទីក្រុង Kharkiv ទីក្រុង Odessa ទីក្រុង Sumy ទីក្រុង Chernihiv និងទីក្រុង Kyiv មន្ត្រីនៅមិនទាន់បានចេញផ្សាយព័ត៌មានអំពីអ្នកស្លាប់និងរងរបួសឬព័ត៌មានលម្អិតនៃការខូចខាតដែលមាននៅឡើយទេរបាយការណ៍បានបង្ហាញថាការវាយប្រហាររបស់រុស្ស៊ីបានធ្វើការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែននៅតំបន់ Dnipropetrovsk និងតំបន់ Odessa រុស្ស៊ីបានកំពុងពង្រីកយុទ្ធនាការផ្លូវអាកាសរបស់ខ្លួនជាលំដាប់ប្រឆាំងទៅនឹងអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដោយមានការទម្លាក់គ្រាប់បែកដោយហ្វូងជនហោះគ្មានមនុស្សបើកសានហេតកាត់ឡើងនៅពេលយប់ថ្មីនេះអ៊ុយក្រែនបានទទួលជោគជ័យខ្លះៗនៅក្នុងការវាយបកវិញនៅយប់ថ្ងៃទី10ខែមីនាជនហោះគ្មានមនុស្សបើកអ៊ុយក្រែនជាង300គ្រឿងបានទៅដល់ទីក្រុងមូស្គូការវាយប្រហារជាបន្តបន្ទាប់បានប៉ះពាល់ទៅដល់ហេដ្ឋារចនាសម្ព័ន្ធឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី